Trong đó lầm hạt tí 3 cái ao dương bằng hành tha trai cao MTO pon năng trai cao MBA đào trai cao MTO cứ miền bò khiếu hai trai cao MBA miền bò có hòm nơi trong trai cao tầng pi nắng dương bên khơi tha miền provide A smile cho mùi năng O đại chia mặt camទី2មានប្រវែង T ស្មើជាមួយនឹង MB ក៏ជាសមត្ថកម្មដែរនិងទី3យើងមើលឃើញថាត្រីកោណពណ៌ខៀវមានមុំ M ហើយត្រីកោណពណ៌ក្រហមហ្នឹងក៏មានមុំ M ដែរនោះគេអាចនិយាយបានថា M នេះគឺជាមុំរួមនៃត្រីកោណទាំងពីរដូចនេះត្រីកោណ MTO ប៉ុននឹងត្រីកោណ MBA តាមករណីចូលមកចូលបន្តចូលមកដល់លំហាត់ទី4គេឲ្យយើងប្រៀបធៀបនៅត្រីកោណ AED ដែលមានពណ៌ក្រហមនិងត្រីកោណ CED ដែលជាត្រីកោណមានពណ៌ខៀវនៅក្នុងត្រីកោណទាំងពីរហ្នឹងយើងពិនិត្យឃើញថាមានប្រវែង AD ស្មើជាមួយនឹង CD ដែលជាសមត្ថកម្មគេប្រាប់ហើយទី2យើងឃើញថាមានប្រវែង ED ជាជ្រុងរួមនៃត្រីកោណទាំងពីរឥឡូវនេះយើងរកបានជ្រុង2គូវានៅខ្វះមុំ1គូឬក៏ជ្រុង1គូទៀតទើបយើងអាចធ្វើការសន្និដ្ឋានបានដោយឡែកនៅក្នុងលំហាត់មួយហ្នឹងអ្វីដែលយើងស្គាល់គឺអស់ហើយយើងអាចធ្វើការប្រៀបធៀបបានទេអញ្ចឹងយើងត្រូវប្រៀបធៀបត្រីកោណ2ផ្សេងទៀតហើយត្រីកោណដែលយើងរើសមកធ្វើការប្រៀបធៀបបន្តទៀតនោះគឺត្រីកោណ BAD គឺត្រីកោណធំខាងលើនេះនិងត្រីកោណ BCD ត្រីកោណខាងក្រោមហើយត្រីកោណទាំងពីរហ្នឹងយើងឃើញថាមានប្រវែង AB ស្មើជាមួយនឹង BC វាជាសមត្ថកម្មទី2គឺដូចខាងលើដែរគឺប្រវែង AD ស្មើជាមួយនឹង CD ហើយនឹងចុងក្រោយដែលយើងឃើញថាត្រីកោណទាំងពីរហ្នឹងមានជ្រុង BD នេះជាជ្រុងរួមរបស់ត្រីកោណទាំងពីរហ្នឹងនោះយើងអាចធ្វើការសន្និដ្ឋានបានថាត្រីកោណ BAD ប៉ុននឹងត្រីកោណ BCD តាមករណីចូលប៉ុន្តែត្រីកោណទាំងពីរនេះមិនមែនជាត្រីកោណដែលយើងចង់បានទេត្រីកោណដែលគេឲ្យធ្វើការប្រៀបធៀបគឺត្រីកោណពណ៌ក្រហមហើយនិងពណ៌ខៀវអញ្ចឹងតាមរយៈត្រីកោណដែលយើងធ្វើការប្រៀបធៀបទី2នេះយើងអាចទាញវិបាកបានដោយយើងឃើញថាមានមុំ BDA ស្មើជាមួយនឹងមុំ BDC ហេតុអីបានយើងអាចទាញបានមុំ2នេះស្មើគ្នាបានមូលហេតុដោយសារតែត្រីកោណខាងលើនិងត្រីកោណខាងក្រោមជាត្រីកោណ2ប៉ុនគ្នាហើយមុំ D ហ្នឹងគឺជាមុំដែលឈោមជាមួយនឹងជ្រុងមួយនេះនិងមុំ D ខាងក្រោមគឺជាមុំដែលឈោមជាមួយប្រវែង BC ហើយប្រវែង AB និង BC គឺយើងឃើញថាវាមានប្រវែងស្មើគ្នានោះយើងអាចទាញបានមុំ D ខាងលើនឹងស្មើនឹងមុំ D ខាងក្រោមដែលជាធាតុត្រូវគ្នាហើយនៅពេលដែលយើងទាញវិបាកកន្លែងហ្នឹងយើងប្រគ្រប់លក្ខខណ្ឌរវាងត្រីកោណដែលយើងកំពុងតែធ្វើការប្រៀបធៀបនេះគឺមានករណីនេះមួយបាននេះមួយហើយនឹងអញ្ចឹងយើងអាចធ្វើការសន្និដ្ឋានជារួមបានគឺដូចនេះត្រីកោណដែលយើងធ្វើការប្រៀបធៀបគឺត្រីកោណ AED ប៉ុននឹងត្រីកោណ CED តាមករណីចូលមកចូលនេះទើបជាត្រីកោណដែលយើងធ្វើការប្រៀបធៀបចង់បានចុងក្រោយ